ប្រទេសនៅបណ្ដាទ្វីបអឺរ៉ុបមានអ៊ីតាលីអេស្ប៉ាញបេលហ្សិកក្រិចអាល្លឺម៉ង់បារាំងទាំងតំបន់អាមេរិកឡាទីននិងមជ្ឈិមបូព៌ាបានផ្ទុះបាតកម្មកាន់តែខ្លាំងនៅតាមដងផ្លូវនិងថ្កោលទោសទៅលើអ៊ីស្រាអែលដែលបានចាប់ស្ទាក់ក្បួនដឹកជំនួយទៅតំបន់កាហ្សាដែលនោះសិតសឹងតែមានសមាជិកតំណាងប្រទេសរៀងៗខ្លួនជាក់ស្ដែងប្រទេសកូឡុំប៊ីបានបណ្ដេញអ្នកការទូតអ៊ីស្រាអែលដែលនៅសេសសល់ទាំងអស់និងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអ៊ីស្រាអែលទាំងស្រុងដោយការសម្រេចចិត្តនេះត្រូវបានប្រកាសដោយប្រធានាធិបតីកូឡុំប៊ី Gustavo Petro ក្នុងការឆ្លើយតបទៅនឹងការឃុំខ្លួនពលរដ្ឋកូឡុំប៊ីពីររូបដែលជាផ្នែកមួយនៃកងនាវាដឹកជំនួយមនុស្សធម៌ទៅតំបន់កាហ្សាដែលត្រូវបានស្ទាក់ចាប់ដោយកងកម្លាំងអ៊ីស្រាអែលនេះបញ្យងតាមការផ្សាយរបស់ Latin America ចុះថ្ងៃទី2តុលា2025ការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងការបណ្ដេញចេញអ្នកការទូតអ៊ីស្រាអែលធ្វើឡើងតាមភាពតានតឹងការទូតពីមុនដោយកូឡុំប៊ីបានដាច់ទំនាក់ទំនងផ្លូវការជាមួយអ៊ីស្រាអែលនៅឆ្នាំ2024និងការហាម5ការនាំចេញធ្យូងថ្មទៅកាន់អ៊ីស្រាអែលនៅឆ្នាំ2025រដ្ឋបាលកូឡុំប៊ីបានរិះគន់សកម្មភាពរបស់អ៊ីស្រាអែលថាជាការបំពានច្បាប់អន្តរជាតិនិងបានពិពណ៌នាអំពីឧក្រិដ្ឋកម្មអន្តរជាតិរបស់កងនាវាការឆ្លើយតបដ៏ទូលំទូលាយនេះឆ្លុះបញ្ចាំងពីការវិវត្តចុងក្រោយបំផុតនៅដើមខែតុលាឆ្នាំ2025ទាក់ទងទៅនឹងកូឡុំប៊ីនិងអ៊ីស្រាអែលបន្ទាប់ពីឧបទ្ទវហេតុកងនាវាចរនិងកង្វល់ចំនួនដែលកំពុងបន្តកើតមានឡើងស្របពេលជាមួយគ្នានេះកងកម្លាំងទ័ពជើងទឹកអ៊ីស្រាអែលបានឃុំខ្លួនសកម្មជនជាង400នាក់កាលពីថ្ងៃពុធទី1តុលា2025នៅក្នុងការប៉ុនប៉ងដ៏ធំបំផុតដែលមិនទាន់បានបំបីការបិទផ្លូវរបស់អ៊ីស្រាអែលទៅតំបន់កាហ្សារដ្ឋបាលការនេះបានចាប់ផ្ដើមប្រហែលចម្ងាយ110គីឡូម៉ែត្រពីឆ្នេរសមុទ្រកាហ្សាដែលបង្កឲ្យមានការថ្កោលទោសពីអន្តរជាតិភ្លាមៗនិងការតវ៉ានៅទូទាំងទីក្រុងជាច្រើននៅទូទាំងពិភពលោកនៅក្នុងចំណោមអ្នកដែលត្រូវបានឃុំខ្លួននោះមានអិសរាជជនជាន់ខ្ពស់រួមមានសកម្មជនអាកាសធាតុស៊ុយអែត Greta Thunberg អតីតអភិបាលក្រុងបាសេឡូណា Ada Colau និងសមាជិកសភាអឺរ៉ុប Rima Hassan គួររំលឹកផងដែរថាក្បួនដឹកជញ្ជូនស្បៀង Global សមុទ្រ Flotilla នេះគឺជាការប៉ុនប៉ងចុងក្រោយរបស់បេសកកម្មដើម្បីបំបីការបិទផ្លូវសមុទ្ររយៈពេល18ឆ្នាំចុងក្រោយនេះដែលអ៊ីស្រាអែលបានបិទគប់ខណៈដែលតំបន់កាហ្សាកំពុងរងគ្រោះដោយសារចំនួនដែលបានសម្លាប់មនុស្សជាង 66,000 នាក់ចាប់តាំងពីខែតុលាឆ្នាំ2023មកសម្រាប់ប្រិយមិត្តដែលមានបំណងចង់ក្លាយជាអ្នកផលិតមាតិកាចម្រុះឬមាតិកាផ្សេងៗយើងខ្ញុំមានទទួលបង្រៀនដោយតម្លៃពិសេសត្រឹមតែ$20តែប៉ុណ្ណោះប្រិយមិត្តដែលមានចំណាប់អារម្មណ៍អាចឆាតចូលក្នុង Page ឬ Telegram បាន